ចាបងប្អូនថ្ងៃនេះយើងធ្វើសាច់មាន់បំពងជាមួយនឹងកំទេចនំប៉័ងចាគឺផ្សំមានដូចជាពងមាន់មួយគ្រាប់ម្សៅបំពងចាកំទេចនំប៉័ងហើយសាច់មាន់ចាបងប្អូនសាច់មាន់នេះខ្ញុំយកទ្រូងបងប្អូនអត់យកទ្រូងបងប្អូនយកផ្លូវក៏បានស្លាបក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាហើយមុននឹងយើងយកទៅធ្វើសាច់មាន់នេះគឺខ្ញុំហាន់ជាចំណិតទូចៗហើយនេះរៀងស្ដាងតិចណាបងប្អូនកុំក្រាស់ពេកខ្លាចវាក្រឆ្អិនអញ្ចឹងណាហើយមុននឹងយើងយកទៅលាយគ្រឿងយើងប្រឡាក់សាច់មាន់ហ្នឹងបន្តិចសិនណាដើម្បីវាចូលជាតិណាយើងប្រឡាក់តែទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងហ្នឹងណាចាបងប្អូនឥឡូវហ្នឹងខ្ញុំភ្លេចប្រាប់បងប្អូនថាសាច់មាន់មុននឹងយើងហាន់ជាចំណុចទូចៗបងប្អូនយកសមចាក់ពីលើសាច់មាន់ហ្នឹងបន្តិចសិនទៅដើម្បីយើងយកមកប្រឡាក់ឆាប់ចូលជាតិអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំដាក់ប្រេងខ្យងហើយនឹងទឹកស៊ីអ៊ីវបន្តិចទៅយើងប្រឡាក់វាទុកប្រហែលជា5នាទីសិនចាំយើងមកលាយនេះម្សៅស្រួយរបស់យើងចាម្សៅស្រួយហ្នឹងគឺខ្ញុំអត់បានដាក់អីទេខ្ញុំដាក់តែពងមាន់មកគ្រាប់ទេហើយនឹងទឹករបស់យើងទឹកសរបស់យើងហ្នឹងចាបងប្អូនលាយទឹកគឺមកល្មមអត់រាវទេគឺមកខាប់ល្មមដើម្បីយើងជ្រលក់សាច់មាន់ទៅវាជាប់វាឆាប់ជាប់ហើយបានយើងយកទៅជ្រលក់ជាមួយនឹងកន្តិចនំប៉័ងរបស់យើងអញ្ចឹងណាបងប្អូនចាឥឡូវនេះហើយសាច់មាន់យើងបានចូលជាតិល្អហើយអញ្ចឹងម្សៅរបស់យើងក៏បានលាយហើយអញ្ចឹងខ្ញុំក៏ជ្រលក់សាច់មាន់ចូលនឹងម្សៅស្រួយហ្នឹងម្សៅដែលយើងបានលាយជាមួយពងមាន់ហ្នឹងហើយយកទៅជ្រលក់ជាមួយនឹងកន្តិចនំប៉័ងរបស់យើងអញ្ចឹងណាបងប្អូនចាកន្តិចនំប៉័ងហ្នឹងបងប្អូនជ្រលក់វារហូតដល់អស់ទៅហើយបងប្អូនដាក់ទៅម្ល៉េះសិនទៅចាំបងប្អូនយកទៅបំពងជាមួយនឹងប្រេងឆារបស់យើងអញ្ចឹងណាបងប្អូនចាកន្តិចនំប៉័ងហ្នឹងបងប្អូនយកជ្រលក់ជាមួយនឹងផ្លូវក៏បានស្លាបក៏បានតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាពួកអីតាមបងប្អូនចូលចិត្តអ្នកខ្លះក៏ចូលចិត្តទ្រូងអ្នកខ្លះក៏ចូលចិត្តស្លាបអ្នកខ្លះក៏ចូលចិត្តផ្លូវអញ្ចឹងណាបងប្អូនចាឥឡូវនេះហើយអញ្ចឹងខ្ញុំដាក់ប្រេងឆាបងប្អូនប្រេងឆាបងប្អូនដាក់ឲ្យរៀងក្តៅតិចសិនទៅចាំបងប្អូនដាក់សាច់មាន់របស់យើងចូលតែកុំបើកភ្លើងខ្លាំងពេកបងប្អូនបើកភ្លើងតែល្មមបានហើយអញ្ចឹងខ្លាចវាខ្លោចកន្តិចនំប៉័ងហ្នឹងវាលែងឆ្ងាញ់អញ្ចឹងណាបងប្អូនចាឥឡូវនេះបានឆ្អិនមួយចាហៀងខ្ញុំក៏ត្រឡប់ទៅមួយចាហៀងទៀតអញ្ចឹងណាបងប្អូនចាត្រឡប់តែមួយខាងតែមួយខាងទៅគឺឆ្អិនណាចាឥឡូវនេះបានឆ្អិនបងប្អូនហើយបើបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ Subscribe Channel ខ្ញុំម្នាក់មួយផងហើយបងប្អូនទៅនេះធ្វើសាកញ៉ាំទៅស្រួយឆ្ងាញ់ចារសជាតិស្រួយឆ្ងាញ់ស្រួយបានយូរទៀតចឹងណាបងប្អូនចាហើយជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីដើម្បីចែករំលែកបងប្អូនបន្តទៀតចឹងណាបងប្អូន